នេះខ្ញុំមានរឿងមួយតាក់ទងនឹងរឿងការនៅចិត្តជាមួយនឹងជនដែលជាអសប្បុរសការប្រស្រ័យតាក់ទងគ្នានៅក្នុងសង្គមហ្នឹងគឺយើងតែងតែមានមនុស្សច្រើនប្រភេទដែលយើងអាចនឹងជួបស្គាល់នៅជាមួយឬក៏ធ្វើការជាមួយគ្នាចាការសាបគប់ទាំងអស់ហ្នឹងបើសិនជាយើងមិនបានមើលឲ្យគ្រប់ជ្រុងជ្រោយទេវាអាចនាំទុក្ខទោសគ្រោះថ្នាក់មកលើយើងដោយហេតុគ្រាន់តែយើងទៅជួបគេទៅតែម្ដងឬក៏ទៅតែបានស្គាល់គេលើកទី1ក៏អាចមានបញ្ហាដល់យើងដែរអត្ថន័យនៅក្នុងរឿងហ្នឹងគឺចង់អប់រំយើងថាការដែលយើងនៅចិត្តជាមួយនឹងជនអសប្បុរសហ្នឹងគឺនឹងនាំភ័យមកដល់យើងកាលពីដើមនោះមានដើមឈើមួយដើមនៅចិត្តក្រុងនៅខាងក្រៅក្រុងផ្លូវចូលក្រុងហ្នឹងមានដើមឈើមួយដើមហើយនៅលើដើមឈើហ្នឹងវាមានសត្វក្អែកមួយសត្វហង្សមួយតែងតែទុំអាស្រ័យនៅលើដើមឈើហ្នឹងមានថ្ងៃមួយបរិសុទ្ធម្នាក់គាត់ធ្វើដំណើរពីជនបទចូលមកក្រុងហ្នឹងមកដល់ក្រោមដើមឈើហ្នឹងគាត់ហត់លើផងទៅគាត់ក៏ចង់សម្រាកនៅក្រោមដើមឈើហ្នឹងដាក់ខ្លួនដេកសម្រេតទៅក៏លុកស្រួលទៅក្រោមម្លប់ឈើហ្នឹងសត្វហង្សនោះឃើញបរិសុទ្ធហ្នឹងធ្វើដំណើរអស់កម្លាំងអញ្ចឹងហើយមកសម្រាកអញ្ចឹងក៏មានបំណងគិតល្អថាគួរតែទៅតដាំងស្លាប់ដើម្បីបាំងពន្លឺព្រះអាទិត្យធ្វើជាម្លប់ឲ្យបរិសុទ្ធហ្នឹងសម្រាកឲ្យបានយូរបន្តិចដោយគិតថាកម្ដៅព្រះអាទិត្យចេះតែក្ដៅមកអញ្ចឹងទៅវាប៉ះបរិសុទ្ធហ្នឹងទៅធ្វើឲ្យបរិសុទ្ធហ្នឹងគាត់មិនអាចសម្រាកបានយូរទេអញ្ចឹងហង្សហ្នឹងគេមានគំនិតល្អអញ្ចឹងហើយបរិសុទ្ធនោះគាត់សម្រានលក់មែនតែនលក់សមុកខលសមុកហាមាត់ក្រោះអីចឹងបដ ாய் មិនមែនលក់លេងទេណាលក់មែនតែនដល់ពេលต้องទៅលក់អញ្ចឹងសត្វក្អែកនោះគេឃើញអញ្ចឹងគេគិតទុយពីហង្សហ្នឹងទៅគេគិតថាខំអីក៏ខំម្លេះគេឲ្យប្រមាណខ្លួនប្រាណអីយើងនោះខ្លួនគេតាអីក៏ខំអីធ្វើឯងល្អត្រឹមត្រូវម្លេះឯងនោះគេគិតចឹងទៅអញ្ចឹងអត់មានមកជួយបាំងថ្ងៃអីគេទេអាចដាក់មាត់បរោះនឹងបដោអាចដាក់ប៉បរោះនឹងពងដល់សមុខហាមាត់ហ្នឹងចូលមាត់ផ្លក់អញ្ចឹងទៅបរោះនឹងឃ្លុអាចក្អែកហ្នឹងទៅហើយប្រហែលជាមានជាតិដែរអាចក្អែកអញ្ចឹងដល់ពេលអញ្ចឹងកំពុងតែមានជាតិបើកភ្នែកឡើងសម្លឹងងើបទៅលើទាញអាធ្នូនៅក្បែរជើងហ្នឹងបាញ់ប្រាវទៅមិនមែនត្រូវក្អែកណាត្រូវហង្សនៅតដាងស្លាប់ហ្នឹងត្រូវហង្សធ្លាក់ខ្ពកទៅក្អែកនោះវាហើរទៅបាត់ទៅវាដឹងខ្លួនវាហើរទៅបាត់ទៅវាមិននៅឲ្យបាញ់អីហើយបរោះនេះមិនបានគិតពិចារណាអីឥឡូវតែខឹងក្អែកមកដាក់មាត់ទៅបាញ់ប្រាវទៅធ្លាក់ហង្សមកស្លាប់ទៅក្អែកក៏រួចខ្លួនបាត់ទៅរឿងហ្នឹងគឺខ្លីប៉ុណ្្នឹងទេប៉ុន្តែគេចង់អប់រំប្រាប់យើងថាពេលខ្លះយើងដើរជាមួយខ្សែគប់ជាមួយដែលមិនបានស្គាល់ពីសាវតាមនុស្សដែលយើងទៅខ្សែគប់នឹងឲ្យបានច្បាស់គឺវានាំទុកទោសអញ្ចឹងពេលខ្លះយើងល្អត្រឹមត្រូវទេឡើងជិះម៉ូតូជាមួយគេមកប្រាវទៅអាគេនោះធ្លាប់មានប្រវត្តិមិនល្អក្នុងកែម៉ូតូមានគ្រឿងញៀនមានរឿងខុសច្បាប់អីផ្សេងប៉ូលីសផាកវឹបចាប់ងឹកជាប់ដល់យើងដែរហើយយើងអត់មានដឹងអីសោះទើបតែជិះជាមួយគ្នាថ្ងៃហ្នឹងបែរជាមានបញ្ហាដល់យើងទៀតអញ្ចឹងរឿងការសាបគប់មនុស្សក្នុងសង្គមដើរជាមួយហ្នឹងគឺទៅតែប្រុងប្រយ័ត្នឲ្យមែនតើបើថាมันច្បាស់លាស់ទេគឺកុំលេងចូលអញ្ចឹងតែម្ដង